ឆ្លើយតបទៅនឹងរបៀបវិរៈនៃការលុបចោលកិច្ចព្រមព្រៀងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬហៅថា MOU ឆ្នាំ2001របស់ប្រទេសថៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ជំហររបស់កម្ពុជាថាកម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ2001ទាំងខ្លឹមសារទាំងស្មារតីប៉ុន្តែក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តនៅការសម្រេចដកខ្លួនចេញពី MOU នេះគឺមានន័យស្មើទៅនឹងថៃបោះបង់ចោលនៅយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាមួយគ្នាសម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានៅខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរហើយដែលត្រូវបានប្រើប្រាស់អស់រយៈពេល25ឆ្នាំកន្លងមកហើយក្នុងករណីអស់យន្តការឬក្របខ័ណ្ឌទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនៅច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់